មនុស្សជាច្រើនមានអារម្មណ៍ថាលុយមិនគ្រប់គ្រាន់សន្សំមិនបានហើយពេលខ្លះមានបំណុលផងដែរប៉ុន្តែបញ្ហានេះអាចដោះស្រាយបានប្រសិនបើយើងយល់និងគ្រប់គ្រងវាឲ្យបានត្រឹមត្រូវដំបូងយើងត្រូវយល់ថាបញ្ហាលុយកាក់មិនមែនមានតែយើងទេមនុស្សជាច្រើននៅលើពិភពលោកក៏ជួបបញ្ហាដូចគ្នាមូលហេតុមួយដ៏ធំបំផុតគឺការចំណាយច្រើនជាងចំណូលពេលយើងរកបានលុយប៉ុន្តែចំណាយលើអ្វីៗជាច្រើនដូចជាការទិញរបស់ដែលមិនចាំបាច់ឬចំណាយដោយមិនគិតម្ដងលុយក៏អស់យ៉ាងលឿនដូច្នេះជំហានដំបូងក្នុងការដោះស្រាយបញ្ហាលុយគឺស្គាល់ចំណូលនិងចំណាយរបស់ខ្លួនអ្នកអាចសរសេរចុះថាក្នុងមួយខែអ្នករកបានប៉ុន្មានហើយចំណាយលើអ្វីខ្លះពេលអ្នកឃើញច្បាស់អ្នកនឹងដឹងថាតើចំណាយណាដែលចាំបាច់និងចំណាយណាដែលអាចកាត់បន្ថយបានជំហានទី2គឺរៀនសន្សំលុយទោះបីជាសន្សំតិចក៏ដោយក៏វាសំខាន់ឧទាហរណ៍ប្រសិនបើអ្នកសន្សំបន្តិចរាល់ថ្ងៃឬរាល់សប្តាហ៍នៅពេលវេលាកន្លងទៅវានឹងក្លាយជាចំនួនធំការសន្សំធ្វើឲ្យយើងមានសុវត្ថិភាពនិងមានបញ្ហាអ្វីមួយកើតឡើងជំហានទី3គឺកុំទិញអ្វីតាមអារម្មណ៍ភ្លាមមនុស្សជាច្រើនពេលឃើញរបស់ស្អាតឬការបញ្ចុះតម្លៃក៏ទិញភ្លាមប៉ុន្តែបន្ទាប់មកក៏សោកស្ដាយព្រោះវាមិនចាំបាច់មុនទិញអ្វីមួយសួរខ្លួនឯងថាតើខ្ញុំត្រូវការវាពិតមែនដែរឬទេជំហានទី4គឺព្យាយាមបង្កើតចំណូលប្រសិនបើចំណូលតិចអ្នកអាចស្វែងរកការងារបន្ថែមឬរៀនជំនាញថ្មីសប្តាហ៍ថ្ងៃមានវិធីជាច្រើនដូចជាធ្វើតាមអ៊ីនធឺណិតឬលក់របស់តូចពេលចំណូលកើនបញ្ហាលុយក៏នឹងថយចុះមួយចំណុចទៀតគឺកុំប្រៀបធៀបជីវិតរបស់ខ្លួនជាមួយនឹងអ្នកដទៃពេលយើងឃើញអ្នកដទៃមានរបស់ថ្មីឬរស់នៅបែបសម្បូរសប្បាយយើងអាចមានអារម្មណ៍ថាចង់បានដូចគេប៉ុន្តែជីវិតមនុស្សម្នាក់ខុសគ្នាអ្វីដែលសំខាន់គឺការរស់នៅឲ្យសមស្របនឹងសមត្ថភាពរបស់ខ្លួនចុងក្រោយខ្ញុំចង់ប្រាប់ថាបញ្ហាលុយកាក់មិនមែនជាបញ្ហាដែលមិនអាចដោះស្រាយបានទេប្រសិនបើយើងចាប់ផ្ដើមពីការគ្រប់គ្រងតូចដូចជាកាត់បន្ថយការចំណាយសន្សំលុយនិងខិតខំរកចំណូលបន្ថែមនោះជីវិតហិរញ្ញវត្ថុរបស់យើងនឹងប្រសើរឡើងបន្តិចម្ដងសូមចងចាំថាលុយគឺជាឧបករណ៍សម្រាប់ជីវិតមិនមែនជាម្ចាស់ជីវិតរបស់យើងទេប្រសិនបើយើងប្រើវាដោយប្រាជ្ញាវានឹងជួយឲ្យជីវិតយើងមានសុភមង្គលនិងស្ថិរភាព